ចំពោះបងប្អូនមួយចំនួនដែលគាត់ចង់ដឹងអំពីសមត្ថភាពរបស់ Su-24 និងប្រៀបធៀបជាមួយនឹង L39NG ចង់ដឹងថាតើមួយណាល្អជាងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកអំពីសមត្ថភាពក៏ដូចជាលក្ខណៈពិសេសរបស់ Su-24 មកប្រៀបធៀបជាមួយនឹង L39G ដែលខ្ញុំបាននឹងលើកពីវីដេអូមុនចង់ដឹងថាតើវាមានលក្ខណៈខុសគ្នាយ៉ាងណាឬស្តីគ្នាយ៉ាងណាកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ Su-24 គឺជាយន្តហោះចម្បាំងប្រភេទបាញ់ប្រហារលើផ្ទៃដីនិងទម្លាក់ក្របីយុទ្ធសាស្ត្រ Supersonic Strike Aircraft ដ៏ល្បីល្បាញរបស់សូវៀតដែលត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងល្បឿនលឿននិងទាបគៀកដីដើម្បីបំផ្លាញរ៉ាដារបស់សត្រូវនេះគឺជាលក្ខណៈពិសេសរបស់ Su-24 ដែលយើងគួរតែយល់ដឹងអំពីវាមួយសមត្ថភាពបច្ចេកទេសលេចធ្លោស្លាបបត់បែនវាមានស្លាបដែលអាចបត់ទៅក្រោយបានសម្រាប់ការហោះហើរល្បឿនលឿននិងត្រដាងមកមុខសម្រាប់ការហោះហើរល្បឿនទាបនិងការចុះចតពីឡុតអង្គុយក្បែរគ្នាខុសពីយន្តហោះចម្បាំងទូទៅដែលអង្គុយមុខទៅក្រោយសម្រាប់ Su-24 ឲ្យពីឡុតនិងអ្នកបញ្ជាអាវុធអង្គុយក្បែរគ្នាដើម្បីងាយតាក់ទងគ្នានិងកាត់បន្ថយសម្ពាធក្នុងការងារល្បឿនអតិបរមាអាចហោះបានល្បឿន Mach 1.35 ប្រហែលជា 1600 គីឡូម៉ែត្រក្នុង1ម៉ោងពីអាវុធនិងការវាយប្រហារ Su-24 គឺជាឡានដឹកគ្រាប់ពិតប្រាកដវាអាចផ្ទុកអាវុធបានរហូតដល់ 8000 គីឡូក្រាមរួមមានមីស៊ីលនាំផ្លូវសម្រាប់កំទេចរ៉ាដានិងនាវាគ្រាប់បែកទម្លាក់សេរីនិងគ្រាប់បែកវៃឆ្លាតអំភ្លើងយន្តបាញ់ល្បឿនប្រភេទ GSH 6-23 6ដើម3ស្ថានភាពបច្ចុប្បន្នក្នុងឆ្នាំ2026ទោះបីជាវាមានអាយុកាលច្រើននិងត្រូវបានជំនួសដោយ Su-34 នៅក្នុងកងទ័ពរុស្ស៊ីក៏ដោយក៏ Su-24 នៅតែដើរតួយ៉ាងសំខាន់ក្នុងចំនួនសកលបច្ចុប្បន្នសង្គ្រាមអ៊ុយក្រែនត្រូវបានប្រើប្រាស់យ៉ាងខ្លាំងដោយភាគីទាំងសងខាងជាពិសេសអ៊ុយក្រែនបានកែច្នៃឲ្យវាអាចបាញ់មីស៊ីល Storm Shadow របស់លោកខាងលិចបានយ៉ាងមានប្រសិទ្ធភាពការប្រៀបធៀបជាមួយ LG39 ដែលកម្ពុជាយើងកំពុងតែមានចំពោះ Su-24 គឺជាអ្នកប្រយុទ្ធធន់ធ្ងន់សម្រាប់វាយកំទេចគោលដៅធំៗនិងមានតម្លៃប្រតិបត្តិការខ្ពស់ណាស់ចំណែក L39NG គឺជាអ្នកប្រយុទ្ធធន់ស្រាលនិងវឹកវើដែលមានភាពរហ័សរហួននិងចំណាយតិចចំពោះយន្តហោះទាំងពីរប្រភេទនេះតើបងប្អូនយល់យ៉ាងណាដែរប្រសិនបើកម្ពុជាយើងបញ្ជាទិញតើគួរតែមានប្រភេទណាច្រើនជាងកុំភ្លេច comment នៅខាងក្រោមវីដេអូហើយកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន